สถานทูตអាមេរិកប្រចាំប្រទេសកម្ពុជាបានប្រមានចំពោះអ្នកណាដែលព្យាយាមចូលសហរដ្ឋអាមេរិកដោយខុសច្បាប់តាមរយៈការសុំទឹកតការវីសាណាមួយក៏ដោយទី1បំពេញព័ត៌មានមិនពិតទី2និយាយកុហកដើម្បីទទួលបានទឹកតការទី3ធ្វើការដោយគ្មានការអនុញ្ញាតពេលមកដល់សហរដ្ឋអាមេរិកទី4ស្នាក់នៅលើសការកំណត់របស់សហរដ្ឋអាមេរិកនិងទទួលការផាកពិន័យធ្ងន់ធ្ងរដោយចំណាត់ការរបស់លោកធានាធិបតី Trump នឹងចាប់ឃុំខ្លួននិរទេសចេញពីសហរដ្ឋអាមេរិកហើយនឹងមានការហាមឃាត់ជាអចិន្ត្រៃយ៍ក្នុងការចូលទឹកដីសហរដ្ឋអាមេរិកអស់មួយជីវិតសូម្បីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រសួងមហាផ្ទៃនិងដៃគូដទៃទៀតរបស់រដ្ឋាភិបាលកម្ពុជាក៏ធ្វើការសហការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញដើម្បីចាប់បញ្ជូនប្រជាជនកម្ពុជាណាដែលស្ថិតនៅសហរដ្ឋអាមេរិកខុសច្បាប់ត្រឡប់មកកម្ពុជាវិញឆាប់តាមតែអាចធ្វើទៅបានចុងក្រោយទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាក៏បានផ្ញើសារផ្ដាំទៅកាន់ប្រជាជនកម្ពុជាគ្រប់រូបគោរពនិងអនុវត្តតាមច្បាប់របស់សហរដ្ឋអាមេរិកកុំយកសម្បត្តិភាពរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួននិងអនាគតរបស់ខ្លួនដើម្បីប្រថុយធ្វើរឿងទាំងអស់នេះឡើយដូច្នេះសូមបងប្អូនមេត្តាជួយ share វីដេអូនេះដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បានទទួលដំណឹងនេះផងដែរបាយបាយ